ឥឡូវនៅក្នុងវីដេអូនេះគឺខ្ញុំចង់បង្ហាញអ្នកនរគ្នាទាក់ទងជាមួយនឹងការងារនៅក្នុងមណ្ឌលសុខភាពសម្រាប់យើងជាបុគ្គលិកថ្មីដែលយើងត្រូវទើបតែមកធ្វើការដំបូងហ្នឹងយើងត្រូវធ្វើអីខ្លះតែប៉ុន្តែនៅក្នុងមណ្ឌលសុខភាពវាមានផ្នែកច្រើនទៅតាមគេចាត់តាំងណាប៉ុន្តែខ្ញុំសូមបង្ហាញអ្នកនរគ្នាទាក់ទងជាមួយនឹងផ្នែកពិគ្រោះជំងឺក្រៅដែលយើងហៅថា OPD ហ្នឹងការងារដែលយើងត្រូវធ្វើគឺទី1នៅពេលដែលអ្នកជំងឺមកគឺយើងត្រូវសួរគាត់ធ្វើការកត់ឈ្មោះរបស់គាត់សួរពីការឈឺតើគាត់មានបញ្ហាអីហើយសួរគាត់តាក់ទងជាមួយនឹងបានក្រីក្រដែលហៅថាបានសមត្ថភាពហ្នឹងសម្រាប់អ្នកដែលមានបានក្រីក្រហ្នឹងគឺមិនមានការបង់ប្រាក់ទេប៉ុន្តែយើងត្រូវកត់លេខបានរបស់គាត់ចូលនៅក្នុងសភៅដើម្បីឲ្យខាងអ្នកគេមូលនិធិសមត្ថភាពហ្នឹងគេមកត្រួតពិនិត្យមើលទៅគឺគេផ្ដល់លុយឲ្យយើងតាមរយៈហ្នឹងសម្រាប់អ្នកដែលមិនមានបានក្រីក្រគឺគាត់ត្រូវចំណាយថ្លៃសេវារដ្ឋហ្នឹងគឺ2000រៀលក្នុងការមកពិនិត្យជំងឺម្ដងហើយថ្នាំដែលយើងត្រូវឲ្យគាត់គឺឲ្យរយៈពេលតែ3ថ្ងៃទេហើយឯកសារដែលយើងត្រូវសរសេរគឺមានដូចជាឯកសារអញ្ចេះអានេះគឺជាឯកសារដែលយើងត្រូវយកអានេះជាវិជ្ជបញ្ជាណាគឺយើងសរសេរឈ្មោះសេអាសយដ្ឋានរបស់គាត់សញ្ញាជីវិតអញ្ចឹងទៅវាស់សម្ពាធឈាមវាស់ទៅហើយកន្លែងរោគសញ្ញា clinic នេះគាត់តំអូនប្រាប់យើងថាគាត់ឈឺអីឬក៏ក្អកដាសាយគាត់មានបញ្ហាអីយើងដាក់ឡើងនឹងមកហើយរោគវិនិច្ឆ័យនេះគឺយើងកំណត់ថាតើគាត់ឈឺអីឲ្យប្រកបអញ្ចឹងណាតមកអាកន្លែងនេះគឺយើងរាយថ្នាំណាយើងរាយមកគេឲ្យ4ណា4មុខអញ្ចឹងយើងឲ្យមកឲ្យ2ក៏បាន3ក៏បានទៅតាមស្ថានភាពជំងឺរបស់គាត់អញ្ចឹងទៅហើយយើងមើលកន្លែងនេះណាអាកន្លែងនេះគេឲ្យលេបពីថាយើងឲ្យថ្នាំកន្លែងលេខ1នេះយើងដាក់ឈ្មោះថ្នាំណាថ្នាំអីយើងសរសេរទៅហើយលេបមួយថ្ងៃលេបម្ដងប្រហែលគ្រាប់មួយថ្ងៃប្រហែលដងរយៈពេលប្រហែលអីយើងដាក់តាមហ្នឹងមកណាហើយថ្នាំដែលយើងឲ្យគាត់មានអីទៀតយើងសរសេរអស់មកតមកយើងដាក់ថ្ងៃខែដែលគាត់មកពីគ្រូជំងឺហ្នឹងហើយចុះហត្ថលេខាយើងមកពីយើងអ្នកមើលយើងចុះហត្ថលេខាយើងមកហើយកន្លែងនេះជំងឺចាស់ថ្មីគឺយើងធ្វើកាត់តិចកន្លែងហ្នឹងមកណាបើជំងឺថ្មីគឺកន្លែងថ្មីបើជំងឺគាត់ធ្លាប់មកម្ដងហើយយើងដាក់កន្លែងជំងឺចាស់ទៅហើយមួយទៀតទៅជាមួយនឹងបានក្រីក្រគឺយើងផ្ទៀងផ្ទាត់តាមនេះនេះនៅលើបានរបស់គាត់គឺមានលេខអញ្ចឹងយើងមើលតាមនឹងមកតើគាត់មានបានក្រីក្រដូចការនិយាយរបស់គាត់មានអត់ឬក៏គាត់គ្រាន់តែកុហកយើងទេបើសិនជាមានយើងឲ្យថ្នាំគាត់តាមនឹងទៅណាហើយមិនបាច់ចាំគិតថ្លៃសេវាពីគាត់ទេបានក្រីក្រជាធម្មតាយើងកត់តែលេខខាងចុងនេះចាប់ពី00ដល់28នេះទៅតាក់ទងជាមួយនឹងលេខប្រមាណខ្ទង់នេះគឺជាលេខកូដតំបន់សម្រាប់តែគេធ្វើការជាបុគ្គលិកចាស់គាត់ដឹងហើយកាលណាលេខកូដខាងចុង01នេះគឺតំណាងឲ្យភូមិអីឬក៏ភូមិអីយ៉ាងទៅណាភូមិដល់សុខភាពមួយកន្លែងខ្លះគឺក្របដណ្ដប់ទៅដោយ5ភូមិ11ភូមិឬក៏វាច្រើនជាងនឹងទៀតវាអាស្រ័យទៅតាមតំបន់ណាតំបន់ខ្លះដាច់ស្រយាលអញ្ចឹងវាក្របដណ្ដប់ទីគេតំបន់ខ្លះដូចថាវាប្រជុំជនអាចក្របដណ្ដប់ច្រើនដែរនឹងតាក់ទងជាមួយនឹងបានសមត្ថភាពអញ្ចឹងនៅពេលដែលគាត់មកយើងត្រូវសួរគាត់ថាគាត់មានបានក្រីក្រឬក៏អត់បើគាត់អត់មានទេយើងគ្រាន់តែចុះក្នុងនេះចុះក្នុងនឹងធម្មតាសរសេរអញ្ចឹងមកនេះខ្ញុំទៅមើលជំងឺមិញណាយើងសរសេរឈ្មោះរបស់គាត់ចឹងមកយើងរាយថ្នាំតាមហ្នឹងមកណាតមកយើងចុះតលេខារបស់យើងមកយើងបើកថ្នាំឲ្យគាត់ថ្នាំទាំងអស់នេះយើងបើកតាមហ្នឹងទៅណាទៅឲ្យគាត់ទៅតែបើគាត់មានបានក្រីក្រគឺយើងត្រូវចុះកន្លែងនេះដើម្បីយើងចំណាំហើយយើងចុះតែកតុយទេនេះ0028ឬក៏គាត់មាន00ណាផ្សេងនេះខ្ញុំក៏ឧទាហរណ៍មិនមែនលេខអញ្ចឹងទាំងអស់ទេប៉ុន្តែលេខបានរបស់គាត់តែគាត់យកបានក្រីក្រមកគឺមានហើយអញ្ចឹងយើងចុះមិនបាច់ចាំចុះទាំងអស់ព្រោះលេខបានរបស់គាត់គឺមានទាំងអស់នេះទាំងវែងហ្នឹងប៉ុន្តែយើងបីយើងចុះទៅខាងចុងនេះចុះតែប៉ុណ្ណឹងមកយើងដាក់នៅកន្លែងនេះមកកន្លែងណាក៏បានដើម្បីងាយស្រួលចាំហើយតើតើជាមួយនៅកន្លែងនេះខ្ញុំបញ្ជាក់អញ្ចឹងវាគ្រាន់តែជាលេខកូដតំបន់នេះលេខកូដភូមិណាហើយសំខាន់កន្លែងនេះដល់ពេលយើងចូលក្នុងសភៅក្នុងអាសភៅពិគ្រោះជំងឺក្រៅរបស់យើងអាសភៅមួយក្បាលធំណាអាហ្នឹងគឺយើងត្រូវចុះបញ្ចូលទាំងអស់ហ្នឹងយល់ទេឡើយហ្នឹងតមកយើងធ្វើការបើកថ្នាំគាត់ធម្មតាមកទៀតអាហ្នឹងតាក់ទងជាមួយនឹងផ្នែក OPD គឺមានប៉ុណ្ណឹងតាក់ទងជាមួយផ្នែកផ្សេងទៀតមានច្រើនទៀតណា OPD ពិគ្រោះជំងឺក្រៅគឺយើងធ្វើប៉ុណ្ណឹងពិគ្រោះគាត់សួរឈឺអីគាត់ចូលក្នុងហ្នឹងមកហើយយើងស្រង់ចូលក្នុងសភៅពិគ្រោះជំងឺក្រៅមកក្បាលធំហ្នឹងហើយយើងត្រូវលម្អិតតាក់ទងជាមួយនឹងអាបានក្រីក្រមានឬក៏អត់ហ្នឹងដើម្បីគាត់ចេញថ្លៃសេវាបើសិនជាគាត់មានមិនបាច់ធ្វើការបង់ថ្លៃសេវាទេតែបើគាត់អត់មានគឺគាត់ត្រូវបង់ថ្លៃសេវាទៅតាមការកំណត់គឺ2000រៀលអញ្ចឹងទៅណា
ចេញក៏មានតែប៉ុណ្ណឹងតាក់ទងជាមួយនឹងការងារអស់ហ្នឹងចាំតាក់ទងមួយការងារផ្សេងៗទៀតចាំខ្ញុំណែនាំអ្នកទាំងអស់គ្នាបន្ថែមទៀតហើយក្នុងវីដេអូនេះខ្ញុំនឹងធ្វើថានឹងអាចជួយដល់បងប្អូនដែលទើបតែប្រឡងមកថ្មីសម្រាប់ឆ្នាំ2020ហ្នឹងគឺយើងនឹងសិក្សាទាំងអស់គ្នាតាមរយៈវីដេអូហ្នឹងណាកុំភ្លេចតាមដាននៅវីដេអូរបស់ខ្ញុំនឹងព្យាយាមធ្វើវីដេអូឲ្យបានច្រើនតាក់ទងជាមួយនឹងការងារអស់ហ្នឹងដើម្បីឲ្យយើងចេះទាំងអស់គ្នាដើម្បីឲ្យវិស័យសុខាភិបាលយើងនឹងកាន់តែមានគុណភាពប្រសើរឡើងអញ្ចឹងខ្ញុំសូមអរគុណសូមជម្រាបលា